我已要求有关当局加强合作，共同提升安全标准。In this video, the Thai Prime Minister used generative AI to turn her message of reassurance into Mandarin, hoping to ease the growing concern among Chinese travellers. It was released 2 weeks after Wang Xing's kidnap went viral on social media. คลิปนี้คลิป AI generate ពីคลิป scene របស់ពេលតងថាហ្នឹងគាត់គឺធ្វើត្រឹមត្រូវទេគាត់ធ្វើដើម្បីបកប្រែទៅជាចិនដើម្បី boost អតិថិជនចិនគាត់ណាឲ្យមកលេងថៃអីហ្នឹងព្រោះថាព័ត៌មានមិញដែលគេនិយាយថាមានពួក online scam វាបោកតារាភាពយន្តចិនហ្នឹងវាល្បីវាបោកបានហើយអីគេជួយសង្គ្រោះគេផុសក្នុងបណ្ដាញសង្គមអីចឹងទៅវា trend នៅចិននៅ trend នៅចិននេះទេសចរថៃទេសចរចិនដែលមកលេងថៃហ្នឹងវាធ្លាក់ចុះដោយសារព័ត៌មានពួកវាបោកហ្នឹងពួក online បោកពួកតារាភាពយន្តចិនមិញហ្នឹងណាខំប្រឹងបុះកំប្រឹងអីចឹងទៅហើយពីយើងឯកសារ documentary របស់ CNA ហ្នឹងគឺថាគេនិយាយទាំងអស់គេមិននិយាយចោលតែខ្មែរចោលតែអីចឹងទៅក៏នាំគ្នាលើកអាហ្នឹងយកមក share សម្បីតែអ៊ំខៀវកញ្ញរិទ្ធក៏លើកឯកសារហ្នឹងមកនិយាយណាវីដេអូ documentary ហ្នឹងដើម្បីតបតទៅភេទថងឋានដែលចេញអីនិយាយថ្កោលទោសអីណាបន្ទោសមកថាខ្មែរយើងអីហ្នឹងជាអីតំបន់ដែលមានពួក online scam អីហ្នឹងច្រើនជាងគេនៅលើពិភពលោកហើយខាងភេទថងឋានខាងថៃនិយាយហ្នឹងគឺយោងទៅតាមឯកសាររបស់អង្គការសហប្រជាជាតិនេះណាដែលគេចេញរបាយការណ៍និយាយពីពួក online scam ហ្នឹងហើយគេរៀបរាប់ពីតំបន់អីគេថាមានផែនទីអីត្រឹមត្រូវថានៅតំបន់ពួក online ហ្នឹងមាននៅណាណីខ្លះដូចខ្មែរយើងនេះណាមានអីនៅប្រវត្តិនៅកំពង់សោមណាពោធិ៍សាត់កោះកុងពេញប៉ោយប៉ែតច្រើនកន្លែងអាហ្នឹងគេយោងតាមឯកសារហ្នឹងក៏គេចោទប្រកាន់យើងអញ្ចឹងដែរសាច់រឿងវាអញ្ចឹងហើយដល់ពេលខាងយើងបានឯកសាររបស់ខាងសិង្ហបុរីនេះទទួល CNA របស់សិង្ហបុរីហ្នឹងក៏យើងលើកអាហ្នឹងមកនិយាយដែរពួកគេនិយាយទាំងអស់គេនិយាយពីរបៀបរបបតែវាបោកវាបោកប្រឆោតជនរងគ្រោះដើម្បីឲ្យមកធ្វើការឲ្យមួយពួក online ហ្នឹងគេធ្វើមិនអីមិនហើយវាពាក់ព័ន្ធជាមួយប្រទេសថៃដែរហើយថៃហ្នឹងក៏វាមានពួក online scam អីហ្នឹងដូចតែគ្នាទេហើយពីខាងសម្ដេចក៏គាត់លើកឡើងថាយើងអត់មានជើងយន្តហោះអីហោះ direct មកយើងទេអញ្ចឹងអ្នកចែកចាយពួក online scam ពួកជនរងគ្រោះស្អីហ្នឹងគឺសិតតែពាក់ព័ន្ធជាមួយថៃថាថៃហ្នឹងគឺជាអ្នកចែកចាយពួក online scam ហ្នឹងវិញទេហើយពីខ្ញុំថៃបានខ្ញុំលើករឿងហ្នឹងមកនិយាយព្រោះខ្ញុំឃើញឯកសារហ្នឹងខ្ញុំដឹងរឿងស្អីហ្នឹងសំបីតា documentary អីរបស់អង្គការសហប្រជាជាតិអីនេះឯកសាររបាយការណ៍របស់គេខ្ញុំមានទាំងអស់នេះអានេះឡើង140ទំព័រអានេះឡើង90ទំព័រជាងហើយសិតតែមានផែនទីអីច្បាស់លាស់គឺទៅគេ detail ហ្មងណានៅកន្លែងណាកន្លែងណីខ្លះហើយដល់ពេលខ្ញុំមើលអានេះហើយខ្ញុំមើលទៅដល់ពេលគិតដល់ទៅខ្ញុំថាដល់ពេលគេផ្សាយអញ្ចឹងខាងខ្មែរនោះចោតខាងថៃនោះចោតមកខ្មែរហើយខាងខ្មែរនាំគ្នាសេឯកសាររបស់សិង្ហបុរីនេះនិយាយដាក់ទៅថៃវិញនិយាយចុះនិយាយឡើងទៅមានទាំងអស់គ្នាធ្វើការហៅស៊ីជាមួយគ្នាទាំងអស់ពួក online ហ្នឹងអញ្ចឹងអាណាគេអ្នកខានអាណាគេអ្នកចំណេញហើយដល់ពេលឃើញផ្សាយឃើញអីចឹងទៅបបាក់មុខអ្នកណាគេប៉ះពាល់ដល់ណាគេមិនថាយើងប្រទេសប្រមាណហ្នឹងណាខ្មែរថៃឡាវវៀតណាមដូចមិនសូវទេព្រោះក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិអត់មានវៀតណាមទេមានយ៉ាន់ម៉ាភូមិមិនបាញ់និយាយទេកំពុងទៅអីសង្គ្រាមស៊ីវិលផងអនឡាញនឹងផងតែសំខាន់ខ្មែរយើងឯថៃនេះដាក់ទៅដាក់មកដល់ពេលរួចបាត់ហើយណាបាត់ហើយទាំងអស់គ្នាហ្នឹងណាដោយថៃទេសចរចិនបន្ទាប់ពីមានរឿងអីគេចាប់ចម្រិតតារាភាពយន្តចិនអីហ្នឹងសើពួក online scam ហ្នឹងអ្នកបោកអ្នកអីហ្នឹងធ្លាក់ទេសចរចិនដែលគេប្រងមកដើរលេងនៅថៃហ្នឹងធ្លាក់ចុះច្រើនណាស់អញ្ចឹងហើយបានភេទថងឋានខំធ្វើ AI អីនិយាយភាសាចិនផងដើម្បីប្រម៉ូទឲ្យទេសចរចិនហ្នឹងមកលេងថៃឲ្យបានច្រើនវិញអីចឹងទៅហើយដល់ពេលប្រឹងចោតគ្នាទៅវិញទៅមកឆ្លោះរឿងព្រំដែនផងខ្មែរយើងក៏បាត់បើសិនជាអន្តរជាតិឃើញព័ត៌មានអស់ហ្នឹងហើយបាត់បង់ប៉ះពាល់ណាគេមិនយើងដែរទេសចរយើងបាត់អស់លីងហើយវាមិនបាត់ទាំងអស់ទេតែវាបាត់វានឹងធ្លាក់ចុះមានតួលេខធ្លាក់ចុះឧទាហរណ៍ថាអីទេសចរចិនអីចឹងទៅអ្នកដែលគេធ្វើត្រូវណាអ្នកដែលគេសំលុយដូចចាស់អីគេមានលុយមានអីគេប្រងមកដើរលេងមកលេងខ្មែរលេងអីអាខ្លះមកលេងទៅខ្លាយតែពួកអាបោកហ្នឹងវាជាមកវាថាដុល្លារណាមកដល់ពលានហើយដល់ពេលចុះអាចមិនចុះអាឡានតាក់ស៊ីធ្វើត្រូវទេពួកអាអនឡាញហ្នឹងវាប្រេហើយហ្នឹងពួកអា scammer វាថាអូនេះមកនេះមើលសបត់យន្តហោះអីវាសើមកកេតស្រាវជ្រាវអីទៅមកដល់ទទួលហើយស្រាប់ដល់ពេលចុះក្នុងឡានមានដឹកទៅកន្លែងដើរលេងណាដឹកទៅកន្លែង scam ឃុំខាត់ចាប់ចម្រិតឃុំឲ្យទុកបណ្ដោយខំឲ្យបោកគេអីចឹងទៅណាដោយឯកសារក្នុងនេះគេនិយាយតែអីមួយថ្ងៃឲ្យបោកគេបាន$300ទៅ$500អីណាបើថាបោកអត់បានទេទក់សាច់ហីឆក់ផងវាយផងអីចឹងទៅប្រអត់អាហារប្រអត់អីចឹងទៅតាមក្នុងឯកសារហ្នឹងគេដាក់មកណាពីខ្ញុំវាគិតចំណុចវាថាគេរកលុយបានច្រើនប៉ុន្តែវានៅតែខុសច្បាប់វារឿងវាមិនស្របច្បាប់រឿងវាមិនល្អវាប៉ះពាល់ទេសចរវាខូចមុខមាត់ប្រទេសហ
ហើយមន្ត្រីក៏មានមន្ត្រីត្រឹមត្រូវណាមន្ត្រីប៉ូលីសដែលស៊ីសណោកសោកប៉ាន់ពុកកលួយអាហ្នឹងគេធ្វើអញ្ចឹងឯងមិនគេប្រព័ន្ធគេមិនខ្ញុំរឿងខ្លះដែលរឿងយើងដឹងមិនបាច់ថាខ្ញុំទេខ្ញុំជឿថាបងប្អូនក៏ដឹងដែរអ្នកដែលមានកូនក្មួយអ្នកដែលធ្វើការជាមួយពួកអនឡាញរាល់ថ្ងៃហ្នឹងដឹងមិនមែនមិនដឹងទេហើយរឿងដែលខ្ញុំដឹងខ្ញុំនិយាយវាមិនកើតនិយាយវាមិនបាននិយាយទៅវាប៉ះពាល់ខ្លួនឯងពួកយើងវាអត់មានខ្សែធំខ្នងធំអីណានៃចេះតែនិយាយអីបានតាមពើចិត្តទេហើយរាល់ថ្ងៃនៅខ្មែរទៀតមិននៅស្រុកគេនៅអីដូចចែកគាត់ថាគាត់ចង់និយាយព័ត៌មាន share អីស្រួលគាត់នៅស្រុកគេមិនសូវពិបាកមិនសូវបារម្ភរឿងសុវត្ថិភាពមិនសូវអីដូចយើងអី content creator មុំអីទៅនិយាយអីកើតហើយខ្ញុំចង់ទៅធ្វើ content អី entertainment អីក៏បើខ្លួនឯងនេះវាដឹងតែរឿងចឹងចង់និយាយតែរឿងប្រទេសជាតិចេះអីនេះថ្ងៃមិញដាក់មកឃ្លីមនិយាយរឿងអាចារ្យលឹមថងគុលអីនោះរឿងហ្នឹងគាត់នៅ update តិចតែទៅពេលរឿងពួក online នេះខ្ញុំចង់និយាយចង់ចែកម្លែកដល់ប៉ុន្តែនិយាយអត់បានសឹងតែគ្រាន់តែមើលឯកសារហ្នឹងហើយមិនត្រឹមតែចង់មកធ្វើ clip និយាយអញ្ចឹងទេខ្ញុំចង់ទៅថតធ្វើ documentary ហ្មងទៅស៊ើបអង្កេតអាកន្លែងពួកអី online ពួកហ្នឹងថតឲ្យដូចឯកសារ CNA នេះមិនបានដូចអី 70% ឲ្យដូច 20-30% មកវាលយហ្មងឲ្យបានជួយប្រទេសជាតិទៀតអញ្ចឹងហ៎ជួយប្រទេសជាតិទេតែជួយប្រទេសជាតិហ្នឹងមិនស្រួលហ្នឹងថតហើយធ្វើហើយបាត់ខ្លួនបាត់ channel ហ្នឹងគាំងស្ញាញ់អស់គ្នាដឹងមិនខ្ញុំដឹងតែឯងទេទាំងអស់គ្នាក៏ដឹងដែរហើយរាល់ថ្ងៃអ្នកខ្លះអ្នកមើលខ្ញុំនឹងកំពុងតែធ្វើការជាមួយពួកហ្នឹងផងខ្ញុំដឹងដោយរបាយការណ៍របស់អង្គការសហប្រជាជាតិនិយាយហ្នឹងមាននៅថៃក៏មានមីយ៉ាន់ម៉ាក៏មានឡាវក៏មានវៀតណាមក៏មានដែរមើលទៅប៉ុន្តែឥឡូវវៀតណាមគេប្រឹងបិទណាហើយគេបិទដូចជាបានសឹងទៅ effective 90 ទៅ 100% ឯនៅវៀតណាមគេបិទ Telegram ផងពេលខ្លះចង់ស្នើសុំដែរមិនស្នើសុំនឹងមិនផ្ញើទៅអ្នកណា clip នេះគ្មានមិនសូវទៅដល់អីប៉ូលីសអីមើលមិនសូវបើថាដល់ប៉ូលីសវគេហៅឯងទៅសួរចម្លើយទៅឲ្យស្រាយបំភ្លឺទៀតហ្នឹងឃើញអាទីតាំងដែលបើកហ្នឹងពេលខ្លះគេបើកអីនៅទល់ដែននៅព្រំដែនអីវាឆ្ងាយពីកន្លែងទេសចរកន្លែងអីតែដល់យូរទៅម៉ែបើកអាកន្លែងដែលនឹកស្មានមិនដល់នឹកស្មានមិនដល់ថាគេនឹងបើកនៅកន្លែងទាំងអស់ហ្នឹងហើយដល់ពេលដឹងហើយយើងនិយាយមិនកើតនិយាយអត់កើតទេនិយាយអត់បានទេតែនិយាយខ្ញុំមានបញ្ហាហ្មងសូម្បីតែប្រហើបនេះមិនដឹងថានិយាយប៉ុណ្ណឹងនេះមិនដឹងមានបញ្ហាអត់ផងនេះទាំងអស់គ្នាតិចស្អែកខានស្អែកអីខែមួយខែក្រោយអីអត់ឃើញខ្ញុំចេញឃ្លីបអីហ្នឹងសើមកពីឃ្លីបហ្នឹងឯងឃ្លីបមួយហ្នឹងអ្វីខ្ញុំចង់ point out ខ្លាំងជាងគេហ្នឹងគឺអញ្ចឹងគឺអាទីតាំងដែលគេបើកហ្នឹងនៅទល់ដែនដូចក្នុងឯកសាររបស់អីរបាយការណ៍របស់អង្គការសហប្រជាជាតិគេដាក់ហ្នឹងគេមាននេះនៅកំពង់សោមប្រវត្តិអានេះនៅណានេះបាទទល់ដែនហ្នឹងសិតទល់ដែនហើយនៅភ្នំពេញកោះកុងពោធិ៍សាត់ប៉ោយប៉ែតដល់មានជ័យអីនេះទីតាំងគេដាក់ point មកហើយអាទីតាំងនេះអីគេអានេះក៏ពើធើហើយមែនទេដូចអីយើងមើលរឿងមើលអីគេនិយាយអាពាក្យអាហ្នឹងពាក្យស្លោកឯពាក្យអីអាគេ quote គេនិយាយថាអីកន្លែងដែលគ្រោះថ្នាក់បំផុតគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតហើយអាទីតាំងពួក online ហ្នឹងវាអញ្ចឹងមែនជួនកាលកន្លែងខ្លះទាំងអស់គ្នានឹកស្មានមិនដល់នឹកមិនឃើញទេហ្មងនឹកមិនឃើញទេមិននឹកស្មានតែគេបើកនៅកន្លែងហ្នឹងឡើងដឹងហើយតោះណាហ្នឹងហើយទាំងអស់គ្នាអាចជីកទៅបានចូលមើលអីបានធម្មតាទៀតជីកកាត់ទៀតអស់នេះជីកកាត់ទៀតបាទអញ្ចឹងលើសលប់អីអធិស្ឋានហើយទាំងអស់គ្នាតាមដានខ្ញុំផងគីឡូខ្សែខានខ្សែលេងបាត់ខ្លួនបន្ទាប់ពីផុសឃ្លីបហ្នឹងហើយណានេះបាត់លេងឃើញចេញឃ្លីបអីបាទអញ្ចឹងមានប៉ុណ្ណឹងលើសលប់អីអធិស្ឋានទាំងអស់គ្នាមានមតិយោបល់យ៉ាងណាយ៉ាងណីដែរហើយបើស្គាល់កន្លែងអស់ហ្នឹងអីដែរចែកម្លែកគ្នាក្នុង comment មកប៉ុនកុំនិយាយចំណានិយាយប្រឆិតប្រឈៀងទៅហើយទាំងអស់គ្នាមានគោលបំណងអីចង់ជួយលុបបំបាត់អីអត់ទេឬមួយក៏យើងក៏ជាប្រជាជនធម្មតាយើងមិនអាចធ្វើអីបានតែដឹងបានតែឮបានតែ share របស់គេរបស់ CNA ហ្នឹងទៅណារបស់ឯកសាររបស់ CNA ហ្នឹងទៅបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនមិន comment អ្នកមកបាទអរគុណ